មគ្រូពេទ្យចិត្តសាស្ត្រចង់ឲ្យពិភពលោកចាត់បញ្ចូលភាពវក់ងប់និងអ៊ីនធឺណិតថាជាប្រភេទមួយនៃជំងឺផ្លូវចិត្តហេតុអ្វីតែមានការពន្យល់បំភ្លឺយ៉ាងដូចម្ដេចចំពោះក្រុមគ្រូពេទ្យផ្នែកចិត្តសាស្ត្រគេសង្កេតឃើញថានៅពេលដែលអ្នកជំងឺម្នាក់មកជួបគ្រូពេទ្យឯកទេសដើម្បីពិគ្រោះជំងឺ stress ជំងឺខ្វល់ខ្វាយក្នុងចិត្តក៏ប៉ុន្តែតាមការពិតទៅនោះយន្តការនៃការត្រដររស់របស់អ្នកជំងឺទាំងអស់នោះគឺត្រូវការភ្ជាប់ខ្លួននឹងអ៊ីនធឺណិតត្រូវការ connect ក្នុងប្រព័ន្ធសង្គមជានិច្ចដោយមិននិយាយអំពីករណីងប់ងល់ជ្រុលរបស់យុវជនយុវនារីខ្លះដែលភ្លេចបាយភ្លេចទឹកភ្លេចកាត់សក់កោពុកមាត់ភ្លេចចេញមករកសង្គមលែងស្គាល់ពិភពមនុស្សជាក់ស្ដែងនិងទាល់តែរកគ្រូពេទ្យឯកទេសជួយតម្រង់ទិសឲ្យដើរចេញពីភាពញៀននោះសូម្បីតែក្មេងដែលចូលចិត្តនឹងឧស្សាហ៍លេងទូរស័ព្ទតាមបែបធម្មតាបើលោកអ្នកជាពុកម្ដាយផ្ដាច់អ៊ីនធឺណិតឬក៏ដកហូតទូរស័ព្ទភ្លាមនោះក្មេងនឹងបាត់ទំនឹងមិនដឹងថាត្រូវធ្វើអ្វីស្រែកថាអបសុកធុញទ្រាន់ភ្លាមមួយរំពេចប្រសិនបើលោកអ្នកនាងជួបក្នុងករណីយ៉ាងដូចនេះសូមរួសរាន់កាត់បន្ថយនិងគ្រប់គ្រងការប្រើទូរស័ព្ទនិងអ៊ីនធឺណិតតាមការគួរភ្លាមដើម្បីកុំឲ្យធ្លាក់ចូលទៅក្នុងគ្រោះធ្ងន់ធ្ងរជាងនេះទាន់សម្រាប់ក្រុមគ្រូពេទ្យចិត្តសាស្ត្រសង្ហបុរីរោគញៀនសញ្ញាទូរស័ព្ទនិងអ៊ីនធឺណិតកំពុងតែវិវត្តយ៉ាងលឿនពីមួយឆ្នាំទៅមួយឆ្នាំពីមុនគេត្រូវការប្រយុទ្ធប្រឆាំងនឹងជំងឺញៀនល្បែងវីដេអូឥឡូវដល់ពេលព្យាបាលជំងឺជក់ Facebook វក់ក្នុងប្រព័ន្ធសង្គមនិងហ្គេមតាមអ៊ីនធឺណិតមិនខ្វះទេឧទាហរណ៍ជាក់ស្ដែងដែលក្មេងវក់ខ្លាំងនឹងហ្គេមក្នុងអ៊ីនធឺណិតសម្រាប់ខ្លួនឬក៏ធ្វើអាក្រក់នៅក្នុងជីវិតប្រចាំថ្ងៃនោះពីព្រោះដោយសារតែពួកគេមិនអាចបែងចែកបានអំពីអ្វីដែលហៅថាល្បែងក្នុងអ៊ីនធឺណិតនិងអ្វីជាជីវិតមនុស្សពិតការចាត់ទុកអាការៈវក់ញៀននឹងស្មាតហ្វូនឬអ៊ីនធឺណិតថាជាជំងឺមិនបានចាត់ចុះស្រាលនៅក្នុងសៀវភៅបញ្ជីឈ្មោះជំងឺផ្លូវចិត្តទេបើទោះបីជាសៀវភៅនោះទើបតែចេញថ្មីចុងក្រោយជាងគេបំផុតយ៉ាងណាក៏ដោយក៏ប៉ុន្តែអាការៈជំងឺមួយនេះត្រូវបានក្រុមគ្រូពេទ្យធ្វើកំណត់សម្គាល់នៅក្នុងឯកសារភ្ជាប់ថាជាអ្វីដែលចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅក្នុងពេលបន្ទាន់នេះរោគសញ្ញានៃការញៀនមានដូចជាគ្មានសមត្ថភាពហាមឃាត់ខ្លួនមិនឲ្យទៅបើកឆែកមើល smartphone ភ្ជាប់អ៊ីនធឺណិតអបសុកខ្វល់ខ្វាយនៅពេលគ្មានទូរស័ព្ទនៅនឹងដៃបាត់បង់ប្រសិទ្ធភាពផ្នែកការងារនិងសិក្សាត្រូវការនឹងចង់ជានិច្ចបើកមើលទូរស័ព្ទនេះបើតាមការគូបញ្ជាក់ដោយត្រួសត្រាសរបស់សាស្ត្រាចារ្យផ្នែកជំនួយគូរគមនាគមន៍នៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងដែលបានដាស់តឿនរំលឹកដល់អ្នកជាឪពុកម្ដាយទាំងអស់ឲ្យធ្វើការប្រុងប្រយ័ត្នកុំឆាប់ផ្ដល់លទ្ធភាពដល់កូនក្នុងការរត់តាមបច្ចេកវិទ្យាទំនើបនេះពេកកាន់តែក្មេងកាន់តែងាយនិងកាន់តែឆាប់ធ្លាក់ក្នុងសភាពញៀនជាពិសេសកុមារដែលឆាប់ភ្ជាប់ខ្លួនទៅនឹង smartphone អ៊ីនធឺណិតឬក៏ game អាចនឹងងាយជួបគ្រោះផ្ដាច់ខ្លួនពីសង្គមចូលចិត្តរស់នៅឯកាសូមអ្នកជាឪពុកម្ដាយកុំស្វែងរកដំណោះស្រាយបែបងាយៗដោយឲ្យកូនលេងហ្គេមលេងទូរស័ព្ទដើម្បីបាត់យំឬដើម្បីកុំឲ្យកូនរំភើបពេកឲ្យសោះព្រោះជំងឺមួយនេះមិនខុសអ្វីពីជំងឺជក់មើលទូរទស្សន៍ដោយសម័យមួយទសវត្សរ៍មុនទេគឺមានតែធ្ងន់ធ្ងរបន្ថែមទៀតពីព្រោះទូរទស្សន៍មានតែនៅក្នុងផ្ទះឯ smartphone iPad យើងអាចយកទៅតាមបានគ្រប់ពេលវេលានិងគ្រប់ទិសទី